ប្រិយមិត្តជាទីមេត្រីក្នុងសម័យកាលដែលបច្ចេកវិទ្យាយោធាកំពុងវិវត្តយ៉ាងលឿនបំផុតសង្គ្រាមលើអាកាសលែងដូចមុនទៀតហើយចាប់ពីមីស៊ីលលឿនលឿនជាងសំឡេងរហូតដល់ហ្វូងដ្រូនពីរខៀតដែលឆ្លាតវៃតើប្រទេសណាខ្លះដែលមានខែលការពារដែនអាកាសដ៏រឹងមាំបំផុតសូមស្វាគមន៍មកកាន់ការបង្ហាញអំពីកំពូលប្រព័ន្ធការពារដែនអាកាសដែលខ្លាំងបំផុតនិងទំនើបបំផុតនៅលើពិភពលោកS500 Prometheus ប្រព័ន្ធការពារអាកាស S500 Prometheus ឬ 55R6M ត្រូវបានចាត់ទុកជាខែលការពារដែនអាកាសនិងលំហអាកាសដ៏ទំនើបបំផុតរបស់រុស្ស៊ីដែលត្រូវបានរចនាឡើងដើម្បីបំពេញបន្ថែមលើប្រព័ន្ធ S400 និងជំនួសប្រព័ន្ធការពារមីស៊ីលចាស់ៗនេះគឺជាការរៀបរាប់អំពីសមត្ថភាពនិងបច្ចេកវិទ្យារបស់វាសមត្ថភាពបច្ចេកទេស S500 មិនមែនត្រឹមតែជាប្រព័ន្ធការពារអាកាសធម្មតានោះទេប៉ុន្តែវាគឺជាប្រព័ន្ធការពារលំហអាកាសចម្ងាយបាញ់វាមានសមត្ថភាពកំទេចគោលដៅអាកាសក្នុងចម្ងាយរហូតដល់600គីឡូម៉ែត្រកម្ពស់បាញ់វាអាចបាញ់កំទេចគោលដៅនៅកម្ពស់រហូតដល់180ទៅ200គីឡូម៉ែត្រដែលដល់ស្រទាប់បរិយាកាសក្បែរផែនដីល្បឿនគោលដៅវាអាចស្ទាក់ចាប់គោលដៅដែលហោះក្នុងល្បឿនលឿនជាងសំឡេងខ្លាំងចាប់ពី5ម៉ាក់រហូតដល់20ម៉ាក់ឬប្រហែល7គីឡូម៉ែត្រក្នុង1វិនាទីចំនួនគោលដៅវាអាចស្វែងរកនិងវាយប្រហារគោលដៅមីស៊ីល Ballistic Hypersonic បានចំនួន10ក្នុងពេលដំណើរគ្នារយៈពេលឆ្លើយតបលឿនបំផុតគឺចន្លោះពី3ទៅ4វិនាទីលឿនជាង S400 ដែលប្រើពេល9ទៅ10វិនាទីចំពោះបច្ចេកវិទ្យាសំខាន់ប្រភេទមីស៊ីល 77N6N និង 77N6N1 ជាមីស៊ីលចំនួនថ្មីដែលប្រើបច្ចេកវិទ្យា Hit to Kill កំទេចគោលដៅដោយការបុកទង្គិចផ្ទាល់ក្នុងល្បឿនលឿនបំផុតសម្រាប់កំទេចមីស៊ីល Ballistic អន្តរទ្វីប ICBM និងផ្កាយរណបនៅក្នុងកន្លងទៀបឬ LEO និងប្រភេទមីស៊ីល 40N6M ប្រើសម្រាប់កំទេចយន្តហោះចម្បាំងយន្តហោះទម្លាក់គ្រាប់បែកនិងយន្តហោះបញ្ជាការដ្ឋាន AWACS ប្រព័ន្ធរ៉ាដា S500 ប្រើរ៉ាដាទំនើបជាច្រើនរួមគ្នាដូចជា 91N6A ឬ M សម្រាប់គ្រប់គ្រងការប្រយុទ្ធនិងរ៉ាដា 77T6 សម្រាប់ស្ទាក់ចាប់មីស៊ីល Ballistic រ៉ាដាទាំងនេះប្រើបច្ចេកវិទ្យា Gallium Nitride ឬហៅថា GaN ដែលជួយឲ្យស្វែងរកគោលដៅបានឆ្ងាយជាងមុននិងធន់នឹងការរំខានរលកសញ្ញាភាពចល័តគ្រឿងចក្រទាំងអស់ត្រូវបានដំឡើងនៅលើឡានដឹកនាំធុនធ្ងន់ BAZ 6909ដែលអាចចល័តបានគ្រប់ភូមិសាស្ត្រនិងត្រៀមលក្ខណៈបាញ់ក្នុងរយៈពេលខ្លីចំពោះតម្លៃនិងស្ថានភាពដាក់ពង្រាយតម្លៃយោងតាមការប៉ាន់ស្មានតម្លៃនៃប្រព័ន្ធ S500 មួយកងវិរៈសេនាធំមានតម្លៃប្រហែល 2.5 លានដុល្លារអាមេរិកឬខ្ពស់ជាងនេះអាស្រ័យលើបរិក្ខារភ្ជាប់មកជាមួយតម្លៃនេះខ្ពស់ជាង S400 ឆ្ងាយដោយសារបច្ចេកវិទ្យាការការពារផ្កាយរណបនិងមីស៊ីល Hypersonic ស្ថានភាពដាក់ពង្រាយគិតត្រឹមដើមឆ្នាំ2026រុស្ស៊ីបានចាប់ផ្ដើមដាក់ពង្រាយកងវិរៈសេនាធំ S500 ដំបូងដើម្បីការពារតំបន់យុទ្ធសាស្ត្រសំខាន់ៗដូចជាទីក្រុងមូស្គូក្រៅពីប្រើប្រាស់ក្នុងស្រុករុស្ស៊ីក៏បានបង្ហាញឆន្ទៈក្នុងការលក់ឬសហការផលិតជាមួយដៃគូយុទ្ធសាស្ត្រដូចជាប្រទេសឥណ្ឌាជាដើមជារួម S500 Prometheus ក្នុងឆ្នាំ2026គឺជាអាវុធយុទ្ធសាស្ត្រដែលធ្វើឲ្យរុស្ស៊ីមានប្រៀបក្នុងការការពារខ្លួនពីអាវុធ Hypersonic និងការវាយប្រហារពីលំហអាកាសដែលបច្ចុប្បន្នប្រព័ន្ធការពាររបស់បច្ចឹមលោកនៅមិនទាន់មានសមត្ថភាពស្មើនៅឡើយទី2 TAAD ប្រព័ន្ធការពារតំបន់រយៈកម្ពស់ខ្ពស់ Terminal High Altitude Area Defense ឬហៅកាត់ TAAD របស់សហរដ្ឋអាមេរិកបានក្លាយជាឆ្អឹងខ្នងដ៏សំខាន់នៃប្រព័ន្ធការពារមីស៊ីលចម្រុះផ្អែកលើទិន្នន័យបច្ចេកទេសនិងស្ថានភាពយោធាចុងក្រោយនេះគឺជាការរៀបរាប់អំពីសមត្ថភាពនៃប្រព័ន្ធការពារនេះ TAAD គឺជាប្រព័ន្ធតែមួយគត់ដែលអាចបាញ់ស្ទាក់ចាប់មីស៊ីល Ballistic បានទាំងក្នុងបរិយាកាសនិងក្រៅបរិយាកាសចម្ងាយបាញ់ស្ទាក់ប្រហែល150ទៅ200គីឡូម៉ែត្ររយៈកម្ពស់អាចឡើងដល់ជាង150គីឡូម៉ែត្រខ្ពស់ជាងប្រព័ន្ធ Patriot ដែលធ្វើឲ្យវាក្លាយជាខែលការពារស្រទាប់ខាងលើចំពោះគោលដៅមានសមត្ថភាពកំទេចមីស៊ីល Ballistic រយៈចម្ងាយខ្លី SRBM រយៈមធ្យម MRBM និងមធ្យមស៊ីន IRBM បច្ចេកវិទ្យាវាមិនប្រើក្បាលគ្រាប់ផ្ទុះទេប៉ុន្តែប្រើកម្លាំងបុកទង្គិចក្នុងល្បឿនលឿនបំផុតដើម្បីបំបែកមីស៊ីលសត្រូវឲ្យខ្ទេចតែម្ដងបច្ចេកវិទ្យា TAAD ត្រូវបានធ្វើទំនើបកម្មយ៉ាងខ្លាំងរ៉ាដារបស់វាត្រូវបានផ្លាស់ប្ដូរមកប្រើបច្ចេកវិទ្យា Gallium Nitride ដែលជួយឲ្យការស្កេននិងកំណត់គោលដៅបានឆ្ងាយជាងមុនច្បាស់ជាងមុននិងស៊ីថាមពលតិចការធ្វើសមាហរណកម្ម TAAD លេងដំណើរការតែឯងទៀតហើយវាត្រូវបានតភ្ជាប់ជាមួយប្រព័ន្ធបញ្ជា IBCS របស់កងទ័ពអាមេរិកដែលអនុញ្ញាតឲ្យវាប្រើប្រាស់ទិន្នន័យពីប្រព័ន្ធដទៃដូចជា Patriot ឬនាវាចម្បាំង Aegis ដើម្បីបាញ់ស្ទាក់គោលដៅទោះបីជារ៉ាដាផ្ទាល់ខ្លួនវាមិនទាន់មើលឃើញក៏ដោយបច្ចេកវិទ្យា TAAD ER ការអភិវឌ្ឍចំនួនថ្មីសម្រាប់ស្ទាក់ចាប់មីស៊ីលល្បឿនលឿនជាងសំឡេង
កំពុងស្ថិតក្នុងដំណាក់កាលធ្វើតេស្តនិងបង្កើនសមត្ថភាពដើម្បីឆ្លើយតបនឹងការគំរាមកំហែងពីបច្ចេកវិទ្យាថ្មីៗចំពោះតម្លៃដោយសារតម្រូវការពិភពលោកកើនឡើងតម្លៃនិងសង្វាក់ផលិតកម្មមានការប្រែប្រួលតម្លៃក្នុងមួយប្រព័ន្ធប្រហែល $2.73 លានដែលរួមបញ្ចូលទាំងរ៉ាដាបញ្ជាការដ្ឋានឧបករណ៍បាញ់បង្ហោះនិងគ្រាប់មីស៊ីលមួយចំនួនតម្លៃគ្រាប់មីស៊ីលគ្រាប់នីមួយៗមានតម្លៃចន្លោះពី $12.7 ទៅ $13 លានសម្រាប់សង្វាក់ផលិតកម្មក្រុមហ៊ុន Lockheed Martin បានបង្កើនសមត្ថភាពផលិតគ្រាប់ TAAD ពី96គ្រាប់ក្នុងមួយឆ្នាំឡើងដល់400គ្រាប់ក្នុងមួយឆ្នាំដើម្បីបំពេញតាមស្តុកដែលបានប្រើប្រាស់ក្នុងចំនួននៅមជ្ឈិមបូព៌ានិងដើម្បីត្រៀមលក្ខណៈនៅតំបន់ Indo-Pacific សហរដ្ឋអាមេរិកមានកងវេរៈសេនាទុយ TAAD ចំនួន8កងដែលកងទី8ទើបបញ្ចប់ការផលិតតំបន់យុទ្ធសាស្ត្រសំខាន់ៗដែល TAAD កំពុងឈរជើងរួមមានកូរ៉េខាងជើងនិងកោះកុំដើម្បីការពារការគំរាមកំហែងពីកូរ៉េខាងជើងនិងការប្រកួតប្រជែងជាមួយចិនតំបន់មជ្ឈិមបូព៌ាមានអ៊ីស្រាអែលនិងអារ៉ាប៊ីសាអូឌីតបានចាប់ផ្ដើមដំណើរការមូលដ្ឋាន TAAD ដំបូងរបស់ខ្លួនក្រោមក្របខ័ណ្ឌកិច្ចសន្យាទិញតម្លៃ$15 លានជារួម TAAD មិនត្រឹមតែជាអាវុធសម្រាប់ការពារមីស៊ីលធម្មតាប៉ុណ្ណោះទេប៉ុន្តែវាគឺជាខែលការពារ Digital ដែលតភ្ជាប់គ្នាជាបណ្ដាញទូទាំងពិភពលោកដើម្បីការពារសម្ព័ន្ធមិត្តអាមេរិកពីការវាយប្រហារដោយមីស៊ីលទំនើបទី3 S400 Dream ប្រព័ន្ធការពារអាកាស S400 Dream ដែលឈ្មោះកូដ NATO SA-21 Growler របស់រុស្ស៊ីនៅតែជាប្រព័ន្ធការពារអាកាសដ៏មានឥទ្ធិពលបំផុតមួយនៅលើពិភពលោកបន្ទាប់ពីឆ្លងកាត់បទពិសោធន៍សង្គ្រាមនៅអ៊ុយក្រែនរុស្ស៊ីបានធ្វើបច្ចុប្បន្នភាពវាឲ្យកាន់តែមានប្រសិទ្ធភាពនេះគឺជាការរៀបរាប់អំពីសមត្ថភាពនិងបច្ចេកវិទ្យារបស់វា S400 ត្រូវបានរចនាឡើងដើម្បីបង្កើតតំបន់ហាមឃាត់ការហោះហើរដែលមានតំបន់ AP និង AD កម្រិតខ្ពស់បំផុតចម្ងាយបាញ់ស្ទាក់អាចបាញ់បានចម្ងាយរហូតដល់400 គីឡូម៉ែត្រដោយប្រើគ្រាប់40N6E ដែលជាចម្ងាយឆ្ងាយជាងប្រព័ន្ធ Patriot របស់អាមេរិករយៈកម្ពស់អាចស្ទាក់ចាំគោលដៅបានចាប់ពីកម្ពស់ត្រឹម10ម៉ែត្ររហូតដល់30គីឡូម៉ែត្រគោលដៅពហុជំនាញវាអាចកំទេចបានទាំងយន្តហោះចម្បាំងរួមទាំងយន្តហោះបំបាំងកាយក្នុងកម្រិតខ្លះយន្តហោះគ្មានមនុស្សបើក Missile Cruise និង Missile Ballistic ការតាមដានគោលដៅវាអាចតាមដានគោលដៅបានដល់ទៅ300ក្នុងពេលតែមួយនិងអាចបាញ់កំទេចគោលដៅចំនួន36ក្នុងដំណើរគ្នាដោយប្រើ Missile 72គ្រាប់បាញ់ចេញក្នុងពេលតែមួយចំពោះបច្ចេកវិទ្យា S400 បានរួមបញ្ចូលបច្ចេកវិទ្យាថ្មីៗដែលដកស្រង់ចេញពីមេរៀនសង្គ្រាមមានរ៉ាដាពហុមុខងារដូចជាប្រើគ្រាប់ 91N6E និង 92N6E រ៉ាដារបស់វាមានសមត្ថភាពប្រឆាំងនឹងការរំខានសញ្ញានិងអាចចាំសញ្ញាយន្តហោះបំបាំងកាយបានប្រសើរជាងមុនមីស៊ីលចម្រុះ S400 អាចបំពាក់មីស៊ីល4ប្រភេទផ្សេងគ្នានៅលើឡានបាញ់តែមួយដើម្បីបាញ់គោលដៅជិតមធ្យមនិងឆ្ងាយការធ្វើសមាហរណកម្មជាមួយ S500 នៅពេលបច្ចុប្បន្ននេះ S400 ត្រូវបានតភ្ជាប់បណ្ដាញបញ្ជាការជាមួយប្រព័ន្ធ S500 Prometheus ដែលអនុញ្ញាតឲ្យវាទទួលបានទិន្នន័យពីលំហអាកាសដើម្បីស្ទាក់ចាប់គ្រាប់មីស៊ីលដែលមានល្បឿនលឿនខ្លាំងស្វ័យប្រវត្តិកម្ម AI ការប្រើប្រាស់ប្រព័ន្ធបញ្ជាស្វ័យប្រវត្តិដើម្បីកំណត់អាទិភាពគោលដៅណាដែលគ្រោះថ្នាក់បំផុតមុនគេដែលជួយកាត់បន្ថយកំហុសមនុស្សចំពោះតម្លៃនៃ S400 អាចប្រែប្រួលទៅតាមកិច្ចសន្យានីមួយៗប៉ុន្តែជាទូទៅត្រូវបានគេដឹងថាតម្លៃក្នុងមួយប្រព័ន្ធប្រហែល$500ទៅ$625 លានក្នុងមួយបាតេរីដែលមានឡានបាញ់6គ្រឿងរ៉ាដានិងបញ្ជាការដ្ឋានតម្លៃកិច្ចសន្យានាំចេញជាទូទៅការទិញជាកងវេរសេនាតូចដែលរួមមានបាតេរីបូករួមទាំងការបណ្ដុះបណ្ដាលនិងគ្រាប់មីស៊ីលដែលមានតម្លៃចន្លោះពី $1.2 ទៅ $1.5 ពាន់លានចំពោះតម្លៃគ្រាប់មីស៊ីលរយៈឆ្ងាយបំផុត 40N6E អាចមានតម្លៃលើសពី $2 ទៅ $3 លានក្នុងមួយគ្រាប់ជារួម S400 នៅតែជាអាវុធយុទ្ធសាស្ត្រលំដាប់ពិភពលោកបើប្រៀបធៀបជាមួយ TAAD របស់អាមេរិក TAAD ផ្ដោតខ្លាំងលើការការពារមីស៊ីល Ballistic នៅកម្ពស់ខ្ពស់ខ្លាំងខណៈដែល S400 មានភាពបត់បែនជាងក្នុងការការពារគោលដៅអាកាសគ្រប់ប្រភេទដូចជាយន្តហោះ Drone និងមីស៊ីលទី4 Patriot PAZ-3 ប្រព័ន្ធការពារដែនអាកាស Patriot PAZ-3 ឬហៅពេញ Patriot Advanced Capability 3គឺជាបច្ចេកវិទ្យាការពារមេឃដ៏ទំនើបបំផុតរបស់សហរដ្ឋអាមេរិកនិងសម្ព័ន្ធមិត្តដោយមានការវិវត្តខ្លាំងទៅលើចំនួន MSE ហើយនេះគឺជាការរៀបរាប់អំពីសមត្ថភាពនិងបច្ចេកវិទ្យានៃប្រព័ន្ធ Patriot PAZ-3 Patriot PAZ-3 MSE ត្រូវបានគេស្គាល់ថាជាអ្នកប្រឡងជិបក្នុងការស្ទាក់ចាំគ្រាប់មីស៊ីលទំនើបការស្ទាក់ចាំមីស៊ីល Ballistic វាមានសម
ត្ថភាពខ្ពស់ក្នុងការកំទេចមីស៊ីលប៉ាឡេស្ទិករយៈចម្ងាយខ្លីនិងមធ្យមក្នុងដំណាក់កាលចុងក្រោយការប្រឆាំងមីស៊ីលគ្រូសនិងយន្តហោះវាអាចកំទេចមីស៊ីលគ្រូសដែលហោះទាបនិងយន្តហោះចម្បាំងចំនួនទី5បានយ៉ាងមានប្រសិទ្ធភាពសមត្ថភាពប្រឆាំងអាវុធ hypersonic តាមរយៈការធ្វើបច្ចុប្បន្នភាពកម្មវិធីបញ្ជានិងរ៉ាដាថ្មីវាអាចស្ទាក់ចាប់គ្រាប់មីស៊ីលដែលហោះល្បឿនលឿនជាងសម្លេងខ្លាំងបានក្នុងកម្រិតជាក់លាក់ល្បឿននិងរយៈកម្ពស់គ្រាប់មីស៊ីល PAZ-3MSE អាចហោះបានល្បឿនលើសពី5ម៉ាកឬ5ដងនៃល្បឿនសម្លេងនិងអាចឡើងដល់រយៈកម្ពស់ប្រហែល36គីឡូម៉ែត្រចំពោះបច្ចេកវិទ្យាសំខាន់មានដូចជា hit to kill technology ខុសពីចំនួនចាស់ៗដែលផ្ទុះបំបែកអំបែងក្បែរគោលដៅ PAZ-3 ប្រើបច្ចេកវិទ្យាបុកកំទេចវាប្រើថាមពលគីនេតិកនៃការប៉ះទង្គិចផ្ទាល់ដើម្បីកំទេចក្បាលគ្រាប់មីស៊ីលសត្រូវឲ្យខ្ទេចទាំងស្រុង Radar LTAMDS នេះគឺជាបច្ចេកវិទ្យាថ្មីបំផុតវាជារ៉ាដាដែលអាចមើលបាន360ដឺក្រេខុសពីរ៉ាដាចាស់ដែលមើលបានតែមួយទិសដែលអនុញ្ញាតឲ្យប្រព័ន្ធ Patriot ស្វែងរកនិងវាយប្រហារសត្រូវមកពីគ្រប់ទិសទីប្រព័ន្ធបញ្ជា IBCS វាត្រូវបានរួមបញ្ចូលទៅក្នុងបណ្ដាញបញ្ជាការរួមដែលអនុញ្ញាតឲ្យ Patriot អាចប្រើទិន្នន័យពីរ៉ាដានៃប្រព័ន្ធផ្សេងទៀតដូចជា F35 ឬ THAAD ដើម្បីបាញ់ស្ទាក់ចាំគោលដៅទោះបីរ៉ាដារបស់វាផ្ទាល់មើលមិនឃើញក៏ដោយវាមានម៉ាស៊ីនរូកាត់2តង់ដែលជួយឲ្យគ្រាប់មីស៊ីលមានកម្លាំងរុញខ្លាំងនិងអាចបត់បែនបានរហ័សនៅវិនាទីចុងក្រោយមុនពេលបុកគោលដៅចំពោះតម្លៃនៃប្រព័ន្ធ Patriot អាស្រ័យទៅលើថាតើវាជាការទិញសម្រាប់កងទ័ពអាមេរិកផ្ទាល់ឬការលក់ទៅឲ្យបរទេសចំពោះតម្លៃគ្រាប់មីស៊ីលសម្រាប់កងទ័ពអាមេរិកប្រហែល 4.5 ទៅ 5 លានដុល្លារក្នុងមួយគ្រាប់សម្រាប់លក់ឲ្យបរទេសអាចឡើងដល់ 6 ទៅ 10 លានដុល្លាររួមបញ្ចូលទាំងការថែទាំនិងបច្ចេកវិទ្យាជំនួយចំពោះតម្លៃប្រព័ន្ធទាំងមូលមួយកងពលតូចដែលរួមមានរ៉ាដាឡានបញ្ជាការនិងគ្រឿងបាញ់បង្ហោះ6ទៅ8គ្រឿងមានតម្លៃចន្លោះពី 1.1 លានដុល្លារទៅ 2.5 លានដុល្លារក្រុមហ៊ុន Lockheed Martin បានបង្កើនសមត្ថភាពផលិតគ្រាប់ PAZ-3 MSE ដល់ទៅប្រហែល650ទៅ750គ្រាប់ក្នុងមួយឆ្នាំដើម្បីឆ្លើយតបនឹងតម្រូវការសកលជាពិសេសដោយសារស្ថានភាពសង្គ្រាមនៅអឺរ៉ុបនិងតំបន់មជ្ឈិមបូព៌ាដែលធ្វើឲ្យប្រព័ន្ធនេះក្លាយជាខែលការពារមេឃដែលមានតម្រូវការខ្ពស់បំផុតក្នុងលោកជារួម Patriot PAZ-3 មិនមែនគ្រាន់តែជាមីស៊ីលការពារធម្មតានោះទេប៉ុន្តែវាគឺជាបណ្ដាញការពារឆ្លាតវៃដែលប្រើប្រាស់ AI និងរ៉ាដា360ដឺក្រេដើម្បីធានាសុវត្ថិភាពពីការវាយប្រហារតាមអាកាសទំនើបគ្រប់ប្រភេទទី5 AQ-9C ប្រព័ន្ធការពារអាកាស AQ-9C គឺជាចំនួនចុងក្រោយបង្អស់និងទំនើបបំផុតនៃត្រកូល Hongqi-9 ឬ AQ-9 របស់ប្រទេសចិនដែលត្រូវបានរំពឹងថានឹងក្លាយជាឆ្អឹងខ្នងនៃបណ្ដាញការពារអាកាសរបស់កងទ័ពរំដោះប្រជាជនចិនដែលហៅកាត់ PLA នេះគឺជាការរៀបរាប់អំពីសមត្ថភាពនិងបច្ចេកវិទ្យារបស់វាសមត្ថភាពបច្ចេកទេសការទប់ទល់នឹងមីស៊ីលប៉ាឡេស្ទិកខុសពីចំនួនមុន AQ-9C ត្រូវបានបង្កើនសមត្ថភាពយ៉ាងខ្លាំងក្នុងការស្ទាក់ចាំមីស៊ីលប៉ាឡេស្ទិកក្នុងដំណាក់កាលចុងក្រោយវាអាចកំទេចមីស៊ីលប៉ាឡេស្ទិកកម្រិតមធ្យមនិងគ្រាប់មីស៊ីលដែលមានល្បឿនលឿនជាងសម្លេងចម្ងាយបាញ់និងរយៈកម្ពស់ចម្ងាយប្រហែល260ទៅ300គីឡូម៉ែត្រសម្រាប់គោលដៅយន្តហោះនិងប្រហែល150ទៅ200គីឡូម៉ែត្រសម្រាប់គោលដៅមីស៊ីលរយៈកម្ពស់អាចបាញ់ដល់កម្ពស់30ទៅ50គីឡូម៉ែត្រដែលគ្របដណ្ដប់ទាំងស្រទាប់បរិយាកាសទាបនិងខ្ពស់គ្រាប់មីស៊ីលអាចហោះក្នុងល្បឿនចន្លោះពី 4.2 ម៉ាកទៅ5ម៉ាកឬលឿនជាងសម្លេងពី4ទៅ5ដងចំនួនគ្រាប់ក្នុងមួយឡានបច្ចេកវិទ្យាថ្មីអនុញ្ញាតឲ្យឡានបាញ់ TEL មួយគ្រឿងអាចដឹកគ្រាប់មីស៊ីលបានដល់8គ្រាប់ដែលចំនួនមុនដឹកបានតែ4គ្រាប់ដោយសារគ្រាប់មីស៊ីលចំនួន C មានរាងតូចជាងមុនប៉ុន្តែមានប្រសិទ្ធភាពខ្ពស់ជាងចំពោះបច្ចេកវិទ្យា Radar AESA ចំនួនថ្មីវាប្រើប្រាស់រ៉ាដាដែលមានសមត្ថភាពខ្ពស់ក្នុងការស្វែងរកគោលដៅបំបាំងកាយដូចជាយន្តហោះ F35 ឬ F22 នៅមានភាពស៊ាំខ្លាំងនឹងការបង្អាករលកធាតុអាកាសប្រព័ន្ធនាំផ្លូវប្រើបច្ចេកវិទ្យា Active Radar Homing ឬហៅកាត់ ARH ដែលធ្វើឲ្យគ្រាប់មីស៊ីលមានសមត្ថភាពបាញ់ហើយបំភ្លេចពលគឺវាអាចរកគោលដៅដោយខ្លួនឯងបានដោយមិនចាំបាច់រ៉ាដានៅដីបញ្ជាជាប្រហុននោះទេចំពោះម៉ាស៊ីនរូកានប្រើប្រាស់អ៊ីនធឺណិតរឹងពីដំណាក់កាលដែលជួយឲ្យមីស៊ីលរក្សាល្បឿនលឿនបានយូរនិងមានភាពរហ័សរហួនខ្លាំងក្នុងការដេញតាមគោលដៅដែលហោះក្នុងល្បឿនលឿនការតភ្ជាប់បណ្ដាញក្នុងឆ្នាំ2026ប្រព័ន្ធនេះនឹងត្រូវបានរួមបញ្ចូលជាមួយ AI ដើម្បីសម្រេចចិត្តស្ទាក់ចាប់គោលដៅដោយស្វ័យប្រវត្តិនិងអាចធ្វើការងាររួមគ្នាជាមួយយន្តហោះចម្បាំងដូចជា J-20 និងនាវាចម្បាំងតាមរយៈប្រព័ន្ធទិន្នន័យរួមចំពោះតម្លៃពិត
ប្រាកដនៃអាវុធយុទ្ធសាស្ត្ររបស់ចិនជាទូទៅមិនត្រូវបានបង្ហាញជាសាធារណៈឡើយប៉ុន្តែផ្អែកលើទិន្នន័យនាំចេញ Export Version FD 2000និងការប្រកួតប្រជែងលើទីផ្សារតម្លៃក្នុងមួយប្រព័ន្ធត្រូវបានប៉ាន់ស្មានថាមានចន្លោះពី$300ទៅ$500លានអាមេរិកអាស្រ័យលើចំនួនឡានបាញ់និងគ្រឿងបន្លាស់តម្លៃនេះគឺធូរថ្លៃជាងប្រព័ន្ធ Patriot របស់អាមេរិកឬ S400 របស់រុស្ស៊ីដែលប្រហែលពី 20% ទៅ 40% តម្លៃក្នុងមួយគ្រាប់មីស៊ីល HQ-9C មួយគ្រាប់អាចមានតម្លៃចន្លោះពី $80,000 ទៅ $1.5 លានជារួម HQ-9C មិនមែនគ្រាន់តែជាប្រព័ន្ធការពារយន្តហោះធម្មតានោះទេប៉ុន្តែវាគឺជាខែលការពារមីស៊ីលដ៏ទំនើបដែលអាចទប់ទល់នឹងការវាយប្រហារដ៏ស្មុគស្មាញពីលើអាកាសវាត្រូវបានរចនាឡើងដើម្បីប្រជែងដោយផ្ទាល់ជាមួយប្រព័ន្ធ S400 រុស្ស៊ីនិង Patriot PAC-3 របស់អាមេរិកដែលផ្ដោតសំខាន់លើបរិមាណគ្រាប់ច្រើននិងបច្ចេកវិទ្យារ៉ាដា scan គោលដៅបំបាំងកាយសូមអរគុណចំពោះការតាមដានរបស់លោកអ្នក